រឿងមានជីនក្មេងស្រីក្នុងថ្នាក់រៀនតែមួយពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានជះមកលើបង្អួចកញ្ចក់នៃបន្ទប់រៀនលេខ12ឯសំឡេងអ៊ូអរនៃសិស្សានុសិស្សដែលទើបតែមកដល់សាលាមិនបានធ្វើឲ្យសេហាចាប់អារម្មណ៍ជាងសៀវភៅដែលគេកំពុងអាននោះទេប៉ុន្តែអ្វីបានប្រែប្រួលនៅពេលដែលគ្រូបន្ទប់ថ្នាក់បានដើរចូលមកជាមួយក្មេងស្រីម្នាក់ដែលមានទឹកមុខស្រស់បំព្រងនិងស្នាមញញឹមដ៏ទន់ភ្លន់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះមីនជីនរីករាយដែលបានស្គាល់សំឡេងដ៏ស្រទន់របស់នាងបានធ្វើឲ្យបេះដូងរបស់សេហាដែលធ្លាប់តែស្ងប់ស្ងាត់ចាប់ផ្ដើមលោតញាប់ខុសធម្មតាភ្នែករបស់នាងថ្លាដូចទឹកសមុទ្រហើយរាល់ពេលដែលនាងសើចពិភពលោកហាក់ដូចជាភ្លឺស្វាងជាងមុនចម្ងាយត្រឹមតែមួយតោដោយសារតែទសកៅអីទេតែមួយគត់គឺនៅក្បែរសេហាមីនជីនបានដើរមកអង្គុយក្បែរគេរាល់ថ្ងៃមីនជីនតែងតែនាំមកនៅភាពស្រស់ស្រាយមកក្នុងថ្នាក់នាងពូកែខាងមុខវិជ្ជាគណិតវិទ្យាចំណែកសេហាពូកែខាងអក្សរសាស្ត្រពួកគេតែងតែជួយគ្នាទៅវិញទៅមកក្នុងកិច្ចការផ្ទះមានថ្ងៃមួយមីនជីនបានសួរទៅសេហាថាសេហាចុះបើថ្ងៃក្រោយយើងរៀនចប់តើឯងនឹងនៅចាំខ្ញុំទេសេហាស្ងាត់មួយសន្ទុះរួចឆ្លើយទាំងអៀនព្រានថាទោះបីពិភពលោកប្រែប្រួលក៏កៅអីក្បែរខ្ញុំនេះនៅតែពេលគ្រូកំពុងបង្រៀននិងការចែករំលែកនំចំណីនៅម៉ោងចេញលេងមីនជីនមិនត្រឹមតែជាមិត្តរួមថ្នាក់ទេប៉ុន្តែនាងគឺជាកម្លាំងចិត្តដែលធ្វើឲ្យសេហាចង់មកសាលារៀងរាល់ថ្ងៃនៅថ្ងៃប្រឡងបញ្ចប់ឆ្នាំមីនជីនបានហុចសំបុត្រតូចមួយឲ្យសេហាដែលក្នុងនោះសរសេរថាអរគុណដែលបានធ្វើជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំនៅក្នុងថ្នាក់រៀននេះមិនថាយើងនៅទីណាសង្ឃឹមថាយើងនឹងនៅតែមើលមេឃតែមួយជាមួយគ្នាការលាគ្នាដើម្បីជួបគ្នាថ្មីរដូវកាលរៀនសូត្របានបញ្ចប់គ្រប់គ្នាក៏ត្រូវបែកផ្លូវគ្នាទៅតាមក្តីស្រមៃរៀងខ្លួនមីនជីនត្រូវទៅបន្តការសិក្សានៅបរទេសនៅថ្ងៃដែលនាងចេញដំណើរសេហាបានទៅជូនដំណើរនាងនៅប្រលានយន្តហោះគ្មានពាក្យសម្ដីច្រើនទេមានតែក្រសែភ្នែកដែលពោពេញដោយការអាឡោះអាល័យទោះបីជាមីនជីនលែងអង្គុយក្បែរគេក្នុងថ្នាក់ទៀតមែនប៉ុន្តែរូបភាពក្មេងស្រីដែលអង្គុយសរសេរមេរៀនយ៉ាងផ្ចិតផ្ចង់និងស្នាមញញឹមដ៏ស្រស់ស្អាតនោះនៅតែដក់ជាប់ក្នុងបេះដូងរបស់សេហាជានិច្ចសម្រាប់សេហាមីនជីនមិនមែនគ្រាន់តែជាមិត្តរួមថ្នាក់ម្នាក់ឡើយប៉ុន្តែនាងគឺជានីតិក្រដៅដ៏ស្រស់បំព្រងបំផុតនៅក្នុងជីវិតយុវវ័យរបស់គេស្រស់បំព្រងបំផុតនៅក្នុងជីវិតយុវវ័យរបស់គេគឺជាការបញ្ចប់ដ៏មានន័យដែលបង្កប់ទៅដោយមនោសញ្ចេតនាជ្រាលជ្រៅដើម្បីឲ្យសាច់រឿងកាន់តែរំជួលចិត្តនិងមានភាពរស់រវើកថែមទៀតខ្ញុំសូមបន្តសាច់រឿងនេះបន្តិចទៀតដើម្បីបង្ហាញពីឥទ្ធិពលដែលមីនជីនមានចំពោះជីវិតរបស់សេហាទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយការចងចាំដែលមិនចេះចាស់ចរាច្រើនឆ្នាំកន្លងផុតទៅសេហាបានក្លាយជាយុវជនម្នាក់ដែលមានការងារធ្វើត្រឹមត្រូវនិងមានជីវិតរមីញឹកនៅក្នុងទីក្រុងដ៏អ៊ូអរប៉ុន្តែរាល់ពេលដែលគេជិះកាត់សាលារៀនចាស់ឬរាល់ពេលដែលគេឃើញផ្កាសាគូរ៉ារីកក្នុងរដូវផ្ការីកមុខរបស់មីនជីនតែងតែអន្តែតឡើងមកក្នុងចិត្តគេជានិច្ចសម្រាប់សេហាមីនជីនមិនមែនគ្រាន់តែជាមនុស្សស្រីម្នាក់ដែលគេធ្លាប់លួចស្រឡាញ់នោះទេប៉ុន្តែនាងគឺជានិមិត្តរូបនៃភាពបរិសុទ្ធនាងតំណាងឲ្យសំឡេងសើចដែលធ្លាប់ធ្វើឲ្យបន្ទប់រៀនដ៏ស្ងប់ស្ងាត់ប្រែជាមានជីវិតភាពក្លាហានដែលនាងតែងតែលើកទឹកចិត្តគេឲ្យដេញតាមក្តីស្រមៃមេរៀនជីវិតដែលបង្រៀនគេឲ្យស្គាល់ពីតម្លៃនៃការលាគ្នាក៏ដើម្បីភាពរីកចម្រើននៅក្នុងថតតូចចាស់របស់គេនៅតែមានសៀវភៅកំណត់ហេតុមួយដែលសរសេរឈ្មោះកមីនជីនកនៅទំព័រចុងក្រោយទោះបីជាពេលនេះពួកគេរស់នៅក្រោមមេឃខុសគ្នាម្នាក់នៅពលម្ខាងម្នាក់នៅពលម្ខាងទៀតប៉ុន្តែរាល់អនុស្សាវរីយ៍ដែលបានបង្កើតឡើងក្នុងថ្នាក់រៀន12នោះបានក្លាយជាគ្រឹះដ៏រឹងមាំដែលធ្វើឲ្យសេហាក្លាយជាមនុស្សដែលមានចិត្តអំណត់និងចេះស្រឡាញ់ការចងចាំជីវិតយុវវ័យអាចនឹងខ្លីប៉ុន្តែវត្តមានរបស់មីនជីនបានធ្វើឲ្យវាក្លាយជាអមតៈនៅក្នុងបេះដូងរបស់គេ